ជីវប្រវត្តិសង្ខេបរបស់អធិរាជសំឡេងមាសកែវលោកកែវសារ៉ាត់គឺជាអតីតតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាក្នុងអំឡុងទសវត្សរ៍ទី80ដែលមានរហស្សនាមថាបុរសថ្កាមក្លាមហាទំនួញបទចម្រៀងរបស់លោកភាគច្រើនរៀបរាប់ពីការឈឺចាប់ទុក្ខសោកការនិរទេសខ្លួននិងការនឹករលឹកដល់មាតុភូមិដែលបានដក់ជាប់ក្នុងក្រអៅបេះដូងប្រជាជនខ្មែររហូតមកដល់បច្ចុប្បន្ន 1. ព័ត៌មានផ្ទាល់ខ្លួននាមត្រកូលនិងនាមខ្លួនពិតឈុំតេះអ្នកខ្លះស្គាល់ថាឈុំកែវសារ៉ាត់ពេជ្រថ្ងៃខែឆ្នាំកំណើតកើតនៅថ្ងៃទី10ខែមីនាឆ្នាំ1956ទីកន្លែងកំណើតភូមិវត្តកំផែងស្រុកសង្កែបច្ចុប្បន្នក្រុងបាត់ដំបងខេត្តបាត់ដំបងលោកមានឪពុកឈ្មោះយ៉ាត់ឈុំ 2. ជីវិតតស៊ូនិងការចាប់ផ្ដើមអាជីពសិល្បៈលោកកែវសារ៉ាត់បានឆ្លងកាត់ការលំបាកយ៉ាងខ្លាំងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតក្រោយពីរបបនេះដួលរលំលោកបានភៀសខ្លួនទៅរស់នៅក្នុងជំរំជនភៀសខ្លួនកខៅអ៊ីដាង Khewding នៅតាមព្រំដែនខ្មែរថៃនៅទីនោះហើយដែលលោកបានចាប់ផ្ដើមបញ្ចេញទេពកោសល្យឲ្យផ្នែកចម្រៀងនិងលួងលោមដួងចិត្តប្រជាជនខ្មែរដែលកំពុងរងទុក្ខនៅក្នុងជំរំលោកបានរៀបការជាមួយភរិយាទី1និងទទួលបានកូនមួយប៉ុន្តែជារឿងគួរឲ្យសោកស្ដាយពេលកូនទើបតែសម្រាលបានមិនយូរប៉ុន្មានភរិយារបស់លោកក៏បានរត់ចោលលោកទៅមានអ្នកថ្មីទុកឲ្យលោកពោពេញដោយវិប្បដិសារីនិងភាពសោកសៅឯកអនុស្សាវរីយ៍ដ៏ល្វីងជូរចត់នេះហើយដែលបានក្លាយជាប្រភពនៃអត្ថន័យបទចម្រៀងដ៏កំសត់របស់លោក 3. ការផ្លាស់ទីលំនៅទៅកាន់សហរដ្ឋអាមេរិកក្រោយមកលោកបានស្វែងរកសិទ្ធិជកោនហើយបានធ្វើដំណើរទៅរស់នៅសហរដ្ឋអាមេរិកក្នុងទីក្រុង Boston នៅទីនោះលោកបានរៀបការជាថ្មីជាមួយភរិយាទី2ឈ្មោះច័ន្ទធូនិងទទួលបានកូនចំនួន3នាក់បន្ថែមទៀត 4. កេរ្តិ៍ឈ្មោះនិងស្នាដៃចម្រៀងលោកកែវសារ៉ាត់ចាប់ផ្ដើមថតកាសែតចម្រៀងដំបូងនៅចន្លោះឆ្នាំ1985ដល់1988តាមរយៈផលិតកម្មយូរ៉ាទេប្រណមនិងផលិតកម្មជាច្រើនទៀតទឹកដុំសម្លេងដ៏ក្រអួនក្រអៅអង្រួនបេះដូងអ្នកស្ដាប់ធ្វើឲ្យលោកទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សស្ទើរតែអាចជំនួសកន្លែងដ៏សោកសៅនៃការបាត់បង់អធិរាជសម្លេងមាសស៊ីនស៊ីសាមុតនាសម័យនោះបទចម្រៀងល្បីដែលតែងតែរំពងឡើងកំដរអារម្មណ៍ខ្មែរមានដូចជាស្រណោះដីខ្មែរស្រណោះដីខ្មែរដីស្រែណាចំការខៅអ៊ីដាងដួងចិត្តរសៀលរេយំល្វើយល្វើយខៅអ៊ីដាងខ្ញុំមកកាលដើមឡើយស្ងាត់ឈឹងកញ្ញាដកម៉ៃបានជួបបុប្ផាកញ្ញាដកម៉ៃសុបិនមួយថ្ងៃស្រមៃមួយជាតិមិនយល់សោះឬមួយប្រុសស្រីមានស្នៀតកញ្ញាដកម៉ៃពីសាក់ដើមឆ្នាំខ្មែរតែងចំណាំជួស្រែចំការចម្រៀងមរណៈឆ្លងខែកហែកលោកអើយទួញសោកស្រណោះណាស្ដាយរូបសំផស្សស្ដាយឈ្មោះគីវ៉ាសម្បត្តិក្រោមខ្នើយនិងបទពីរោះជាច្រើនទៀត 5. មរណភាពទោះបីជាទទួលបានភាពជោគជ័យខ្លាំងក្នុងអាជីពសិល្បៈក៏ដោយលោកកែវសារ៉ាត់មានអាយុខ្លីណាស់លោកបានទទួលមរណភាពនៅទីក្រុង Long Beach រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកកាលពីថ្ងៃទី5ខែកញ្ញាឆ្នាំ1991ក្នុងវ័យទើបតែ35ឆ្នាំដោយសារតែជំងឺរលាកថ្លើមប្រភេទ B Hepatitis B ដែលលោកបានឆ្លងតាំងពីពេលរស់នៅក្នុងជំរំជនភៀសខ្លួនមកម្លេះទោះបីជារូបរាងកាយលោកបានបាត់បង់ទៅជាង30ឆ្នាំហើយក្តីក៏កេរ្តិ៍ឈ្មោះនិងស្នាដៃសិល្បៈរបស់អធិរាជរហស្សនាមកបុរសថ្កាមក្លាមហាទំនួញក៏រូបនេះនៅតែរស់រវើកក្នុងក្រអៅបេះដូងប្រជាជនខ្មែរគ្រប់ជំនាន់តើបងប្អូនចូលចិត្តស្ដាប់បទមួយណាជាងគេរបស់លោកកែវសារ៉ាត់ដែរស្ដាយដល់ណាស្រីដល់សែនមនោរម្យខ្លួនខ្ញុំឃ្លាតឆ្ងាយឆ្ងាយដាច់ញ៉ាឡាយ
ខ្ញុំរៀងដែលបងបាត់សំស៊ីសាវត្តរស់សេរីសធាតែនរនសុំមាត់អឹមយេណារីខ្លាយជាធូលីលាចាក់លោកកាខ្ញុំប្រត់ណាតែកាយតែចិត្តចាំនៅស្អប់រឿងស្រើនៅក្នុងលោកកាខ្ញុំប្រត់ម៉ែប្រត់គូសង្សារពូលមែនអរាសោកាគ្មានលហាអោអិនព្រំដែរមានចេស្តាអស់លោកអ្នកតាទឹងទាំង5 3សូមជួយដោះឡាទុកយើងខ្ញុំទាំងឡាយជាតិមុខជាតិក្រោយសូមកុំឲ្យយល់